Telegram ទាបងលុយអញ្ចឹងសម្រាប់បងប្អូនដែលជួបបញ្ហាមួយនេះចង់បងលុយទៅឲ្យក្រុមហ៊ុន Telegram អញ្ចឹងយើងគ្រាន់តែធ្វើការចុចមកប៉ុកទៅគឺយើងធ្វើការ pay លុយទៅឲ្យក្រុមហ៊ុន Telegram រួចរាល់ហើយការ pay នេះគឺយើង pay តែម្ដងសួស្តីបងប្អូនទាំងអស់គ្នាហើយជួបគ្នាម្ដងទៀតជាមួយនឹងការបងលុយទៅឲ្យក្រុមហ៊ុន Telegram អញ្ចឹងសម្រាប់វីដេអូមុនគឺខ្ញុំបងជាមួយនឹង ABA ដែរតែសម្រាប់វីដេអូនេះគឺខ្ញុំនឹងបញ្ជាក់បងប្អូនពីការបង្កើតកាតនិមិត្តក៏ដូចជាការបង្កកកាតនិមិត្តនឹងវិញពេលដែលយើងបានទូទាត់លុយទៅឲ្យក្រុមហ៊ុន Telegram រួចអញ្ចឹងសម្រាប់បងប្អូនដែលចង់ទូទាត់លុយទៅឲ្យក្រុមហ៊ុន Telegram កុំភ្លេចមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ពីព្រោះអីវាពាក់ព័ន្ធជាមួយនឹងការធនាគាររបស់បងប្អូនទាំងអស់គ្នាចឹងបន្ទាប់ពីយើងចូលមកកាន់គណនី ABA រួចបងប្អូននឹងឃើញកាតហើយគេដាក់ពាក្យថាកាតហ្នឹងបងប្អូនចុចទៅលើវាមកវានឹងមកដល់ត្រង់នេះមកដល់ត្រង់នេះបងប្អូនមើលខាងក្រោមគេដាក់បើកកាតថ្មីហ្នឹងបងប្អូនចុចទៅលើវាមករួចហើយមកដល់ត្រង់នេះបងប្អូនចុចពាក្យថាបន្ទាប់ទៀតមកហើយបងប្អូនកន្លែងនេះបងប្អូនជ្រើសយក Visa ឬក៏ Mastercard ប៉ុន្តែខ្ញុំយក Visa អញ្ចឹងខ្ញុំចុចបន្តទៅមុខទៀតមកដល់ខាងនេះយើងធ្វើការកំណត់ត្រឹមតែ$5ក្នុងមួយថ្ងៃហ្នឹងទៅបងប្អូនជាយើងកំណត់លេងណាហើយយើងចុចកន្លែងមូលកន្លែងនេះគឺយើងត្រូវដាក់ email សិនដើម្បីបង្កើតកាតនិមិត្តបានអញ្ចឹងពេលដែលយើងដាក់ email នឹងរួចរាល់ហើយបងប្អូនគ្រាន់តែធ្វើការ tick នៅខាងក្រោមហ្នឹងមកបងប្អូនណាអូខេយើង tick កន្លែងហ្នឹងមកយើងចុចបើកឥឡូវមកតបមកកន្លែងនេះគឺយើងមើលបញ្ជាក់ព័ត៌មានវាទៅរួចយើងធ្វើការបញ្ជាក់ទៀតយើងវាយលេខកូដសម្ងាត់ ABA របស់យើងមកគឺរួចរាល់ហើយអញ្ចឹង Gmail វានឹង connect ជាមួយនឹង Visa Card ហ្នឹងហើយតែវីដេអូក្រោយខ្ញុំនឹងបញ្ចេញវីដេអូថ្មីពាក់ព័ន្ធជាមួយនឹងការលុប Visa Card ចេញពី Gmail របស់យើងឥឡូវកាតនិមិត្តរបស់យើងគឺបានបង្កើតរួចរាល់ហើយបងប្អូនគឺលេខ16ខ្ទង់ខាងលើហ្នឹងបន្ទាប់ពីយើងបង្កើតរួចរាល់ហើយយើងចូលមកកាន់ Telegram របស់យើងមកបងប្អូនណាអញ្ចឹងយើងចូលមកកាន់ Telegram ពេលបងប្អូនវាយទៅគឺវាចេញអញ្ចឹងវាកន្លែងនេះវាឲ្យបងប្អូនដាក់ email អញ្ចឹងបងប្អូនអាចប្រើ email ដែលបងប្អូនដាក់មុនហ្នឹងក៏បានដែរហើយ email ដែលបងប្អូនដាក់ជាមួយ Visa Card ហ្នឹងអញ្ចឹងវានឹងទាបងលុយកន្លែងនេះបងប្អូនគ្រាន់តែចុចកន្លែង sign up កន្លែងបងលុយហ្នឹងអូខេបន្ទាប់មកបងប្អូនចុចអាក្រោមកន្លែង add credit ហ្នឹងអញ្ចឹងបន្ទាប់ពីបងប្អូនចុចមកដល់ត្រង់ហ្នឹងវានឹងឲ្យបងប្អូនវាយជាមួយនឹងលេខកូដកាត16ខ្ទង់ខាងលើហ្នឹងហើយអញ្ចឹងយើងធ្វើការបំពេញលេខកាត16ខ្ទង់ហ្នឹងមកហើយអាខាងក្រោមថ្ងៃខែបោះកាតហ្នឹងទៅហើយ CVV ហ្នឹងទៅអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំរៀងកាត់តិចហើយបងប្អូនព្រោះបើដាក់វាតាមតាណាគឺវែងមែនតើណាអញ្ចឹងនៅពេលដែលយើងដាក់រួចកាតរួចរាល់ថ្ងៃខែផុតកំណត់របស់វារួចរាល់ហើយគឺព័ត៌មានខាងក្រោមគឺយើងដាក់ឈ្មោះរបស់យើងណាយើងបំពេញកន្លែងនេះគឺយើងបំពេញសិទ្ធិរបស់យើងចេះតែដាក់ទៅបងប្អូននៅខេត្តអីក៏ចេះតែដាក់ក៏បានដែរកន្លែងនេះវាមិនសំខាន់ទេតទៅពីយើងដាក់រួចហើយកន្លែងនេះយើងដាក់ postal code គឺ12000បងប្អូនអាចដាក់តាមហ្នឹងក៏បានដែរអញ្ចឹងយើងចុចទៅមុខមកកន្លែងនេះគឺវាទីឲ្យយើងដាក់ចាំបាច់ត្រូវដាក់គឺដាក់តែយើងចេះដាក់ក៏បានដែរបាត់ដំបងពេញខេត្តអីផ្សេងក៏បានកំពង់ស្ពឺអីក៏បានដែរបងប្អូនចេះដាក់ទៅអូខេតោះមកយើងចុចadd card ហ្នឹងទៅបងប្អូនយើងចុចកន្លែង save card ហ្នឹងណាវានឹង link card របស់យើងហ្នឹងជាមួយនឹងគណនីលេខ Telegram ដែលយើងចង់បង្កើតហ្នឹងហើយនេះអូខេបងប្អូនអញ្ចឹងវានឹងចេញមកដល់ត្រង់នេះចេញមកដល់ត្រង់នេះបងប្អូនអញ្ចឹងបងប្អូនមើលថាយើងត្រូវចំណាយប្រមាណនៅកន្លែងក្រោមលុយ$1.49ហ្នឹងបងប្អូនមើលទៅគេបូកជាមួយនឹងពន្ធនៃបន្ថែមហ្នឹងទៅអញ្ចឹងអស់$1.64វានឹងឆាច់ប៉ុណ្ណឹងអញ្ចឹងសម្រាប់បងប្អូនដែលចង់បង់បំពេញរួចរាល់បងប្អូនចុចបង់ចុច one tap ខាងក្រោមអញ្ចឹងវានឹង process កាត់លុយចេញពីគណនី ABA របស់បងប្អូន$1.64អញ្ចឹងកន្លែងនេះបងប្អូនត្រូវយក no យើងអត់បង់វាបន្តទៀតទេគឺយើងយក no ហ្នឹងណាអូខេអញ្ចឹងបន្ទាប់ពីយើងបង់រួចរាល់ហើយវាដំណើរការបន្តិចទៅអញ្ចឹងកន្លែងនេះវាចេញអញ្ចឹងអូខេទៅហើយយើងចុច back វាមកវិញមួយណាបងប្អូនចុច back វាមកវិញមួយមកដល់ទាំងនេះបងប្អូនចុចសញ្ញាព្រួយទៅមុខវិញអញ្ចឹងវានឹង call មកកាន់លេខទូរស័ព្ទរបស់បងប្អូនហើយបន្ទាប់ពីវា call មកកាន់លេខទូរស័ព្ទរបស់បងប្អូនដែលបង្កើតហ្នឹងទៅយើងយកលេខកូដ56ខ្ទង់ដែលវាហៅឲ្យយើងហ្នឹងយើងយកមកបំពេញចូលកន្លែង Telegram ហ្នឹងទៅអញ្ចឹងណាអញ្ចឹងយើងបានលេខកូដហ្នឹងមកយើងយកមកបំពេញកន្លែងហ្នឹងមកបងប្អូនគឺរួចរាល់អានេះវាអត់ទៅមុខដោយសារទូរស័ព្ទដែលភ្ញៀវយកមកឲ្យធ្វើហ្នឹងវា slow តិចបងប្អូនអញ្ចឹងវាធ្វើការពេលដែលយើងបំពេញព័ត៌មានទៅវាកាំងទូរស័ព្ទតិចអញ្ចឹងបណ្ដាយឺតអញ្ចឹងយើងធ្វើការឈូសកម្មវិធីហ្នឹងចោលមួយសិនមករួចហើយយើងបើកចូលមកវិញសារថ្មីមកគឺវាចូលមកកាន់ Telegram របស់យើងហើយឥឡូវការបង្កើត Telegram ហ្នឹងគឺរួចរាល់ហើយប៉ុន្តែបងប្អូនកុំភ្លេចចូលទៅបង្កកកាតរបស់បងប្អូនដែលបាន connect ជាមួយនឹង
Gmail មិញខ្ញុំផងឥឡូវយើងចូលមកកាន់ ABA របស់យើងម្ដងទៀតមកបងប្អូនដើម្បីធ្វើការបកកកាតនឹងវិញកុំឲ្យក្រុមហ៊ុនកុំឲ្យវាចេះតែកាត់លុយរបស់យើងផ្ដេសប្រាស់អីថ្ងៃមុខអីចឹងទៅអានេះគឺជាការបង្ការខ្លួនអីទេបងប្អូនគឺយើងត្រូវតែបង្ការខ្លួនបង្ការគណនីរបស់យើងនឹងឲ្យបានល្អអញ្ចឹងយើងត្រូវតែផ្ដាច់គណនីរបស់យើងចេញពី Gmail នឹងវិញអូខេអញ្ចឹងដើម្បីនេះបានបងប្អូនវាយលេខកូដសម្ងាត់ ABA របស់បងប្អូនមកចូលមកកាន់គណនី ABA របស់បងប្អូនចឹងបងប្អូនចុចទៅលើពាក្យថាកាតមកចឹងបងប្អូននឹងចូលមកដល់កន្លែងកាតនឹងវិញដដែលណាអូខេចឹងបងប្អូននឹងចូលមកដល់កន្លែងកាតទៅហ្នឹងហើយបងប្អូនឃើញកន្លែងនេះអារូបផ្កាគេនេះគឺដាក់ផ្អាកកាតចឹងបងប្អូនចុចទៅលើវាមួយមកចឹងបងប្អូនបញ្ជាក់ចុចកន្លែងអាក្រហមខាងក្រោមគឺចុចបញ្ជាក់មកអូខេបន្ទាប់មកវាយលេខកូដសម្ងាត់ ABA របស់យើងម្ដងទៀតអញ្ចឹងបងប្អូននឹងបកកកាតនឹងបានរួចរាល់ហើយអញ្ចឹងកាតនឹងគឺវាលេងដំណើរការហើយបងប្អូនអញ្ចឹងណាអញ្ចឹងយើងអត់បារម្ភថា Google កាត់លុយរបស់យើងដោយសារយើងចុចទិញអីផ្ដេសផ្ដាស់ដោយអត់ដឹងខ្លួនអីទៀតទេអញ្ចឹងគឺវាបង្កករួចរាល់ហើយយើងអញ្ចឹងពេលដែលបង្កករួចរាល់បងប្អូនខាងចូលមកឃើញកន្លែងព្រិលវាដាក់រូបផ្កាយនឹងបាំងអញ្ចឹងណាអូខេអញ្ចឹងបន្ទាប់ពីយើងបង្កកកាតរួចហើយឥឡូវខ្ញុំមកបង្ហាញបងប្អូនទាំងអស់គ្នាថាតើវាTelegram កាត់លុយរបស់យើងអស់ប្រមាណអញ្ចឹងយើងចូលមកកាន់គណនីមកអញ្ចឹងនៅខាងលើបងប្អូនឃើញគេដាក់បង្កកមួយហ្នឹងខាងលើខាងលើអូខេអញ្ចឹងយើងចុចខាងលើមកគឺបង្កកអស់$1.64បងប្អូនអញ្ចឹងក្នុងករណីនេះលុយហ្នឹងអាចត្រឡប់មកវិញព្រោះខ្ញុំបានវីដេអូមុនខ្ញុំបានដាក់គណនីរបស់ខ្ញុំដើម្បីបង់ឲ្យ Telegram ប៉ុន្តែប្រហែលថ្ងៃក្រោយមកឃើញលុយដែលបង្កកហ្នឹងគឺ ABA refund លុយហ្នឹងមកឲ្យយើងវិញអញ្ចឹងណាអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងឯងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតវីដេអូក្រោយគឺវីដេអូដែលយើងផ្ដាច់កុងធនាគារចេញពី Gmail វិញម្ដង